មានបងប្អូនជាច្រើនគាត់អត់ជឿថាខ្ញុំដាក់អន្ទាក់ខ្យងនេះគឺបានខ្យងទេគាត់ថាខ្ញុំសំដែងយកខ្យងទៅដាក់អ្នកខ្លះក៏ខមមិនចំអកបែបលេងសើចផងអញ្ចឹងណាគាត់ថាអរគុណដែលបានទិញខ្យងខ្ញុំអីចឹងណាហ្នឹងហើយតាមពិតទៅនេះមិនមែនជាការសំដែងយកខ្យងទៅដាក់យកអីណាបងប្អូនគឺខ្ញុំដាក់នុយបែបហ្នឹងគឺបានមែនតើណាហើយរាល់ដងខ្ញុំតែងតែថាដាក់អន្ទាក់អញ្ចឹងណាព្រោះថាខ្ញុំយកអាហ្នឹងទៅដាក់ហើយខ្យងនោះវាមកបងប្អូនហៅថាដាក់នុយក៏បានដាក់អន្ទាក់ក៏បានព្រោះថាវាមកអញ្ចឹងយើងចាប់បានដោយងាយស្រួលមិនហត់ដើររាវដើរអីណាបឹងខ្លះវាមានខ្យងតិចតួចអីយើងដើររាវអត់បានទេនិយាយទៅឥឡូវនោះវាអត់សូវសម្បូរខ្យងដូចកាលពីមុននេះណាអញ្ចឹងហើយយើងដើររាវងាយបានហូបទេបងប្អូនតែបើដាក់អានេះវិញធានាតែម្ដងដាក់ត្រឹមតែ2យប់ហូបអស់ទេបងប្អូនអើយនិយាយពីថាបានខ្យងឲ្យតែមានខ្យងហ្នឹងគឺដាក់បឹងតែបានហ្មងហើយបន្ទាប់មកហ្នឹងក៏ខ្ញុំកាប់ដើមឆាយាហ្នឹងឬមួយហៅថាដើមបន្លែផ្អែមហ្នឹងយកមកចង់បាច់បែបហ្នឹងហើយក៏ខ្ញុំស្រកក្រងក៏សម្ដៅទៅរកបឹងដើម្បីដាក់អន្ទាក់ខ្យងអញ្ចឹងណាបងប្អូនហើយសម្រាប់បងប្អូនដែលគាត់អត់ជឿថាខ្ញុំសម្ដែងថាយកទៅដាក់យកអីហ្នឹងបងប្អូនគាត់ដោយសារតែគាត់ហ្នឹងអត់សូវបានមើលវីដេអូខ្ញុំការពិតទៅវីដេអូខ្ញុំពេលដែលខ្ញុំធ្វើគឺមិនមែនសម្ដែងទេគឺសកម្មភាពពិតបើថាដាក់មងដាក់ត្រីអីហ្នឹងគឺពិតតែម្ដងកាលពីថ្ងៃមុនហ្នឹងខ្ញុំធ្វើពង្រោះស្រូវនៅស្រែហើយមានអ្នកខមមិនបែបចំអកខ្ញុំថាអរគុណដែលបានទិញត្រីណាបងប្អូនហើយតាមពិតទៅស្រែខ្ញុំហ្នឹងសិតតែត្រីមានតែណាបងប្អូនគឺខ្ញុំរស់ទៅគឺសិតតែត្រីដោយសារតែកាលពីមុនហ្នឹងមានទឹកមានភ្លៀងអីច្រើនទៅត្រីវាឡើងមកហ្នឹងដល់ពេលខ្ញុំច្រូតជ្រៅអស់ទៅពេលភ្ជួរទៅឃើញត្រីតែម្ដងបងប្អូនប៉ុន្តែដោយសារតែខ្ញុំហ្នឹងអត់សូវបានចាប់ថ្ងៃហ្នឹងរវល់ផងអីផងទៅចាប់បានត្រឹមតែមួយសម្លត្រីឡើងពេញស្រែតែម្ដងបងប្អូនហ្នឹងហើយឥឡូវយើងឈប់និយាយអាហ្នឹងមកនិយាយពីការដាក់អន្ទាក់ខ្យងហ្នឹងវិញបងប្អូនហើយអន្ទាក់ខ្យងខ្ញុំនេះគឺដាក់ដើមឆាយាឬមួយហៅថាដើមបន្លែផ្អែមហើយមានបងប្អូនជាច្រើនគាត់ប្រាប់ថាស្លឹកដលងមីឬក៏មួយស្លឹកល្ហុងអីហ្នឹងក៏ដាក់បានដែរតែខ្ញុំអត់ដែរសាកល្បងសោះខ្ញុំធ្លាប់ដាក់តែស្លឹកឆាយានេះបងប្អូនឲ្យតែចង់បាច់ដាក់វាត្រឹមតែមួយយប់2យប់ខ្យងហូបអត់អស់ទេបន្ទាប់មកហ្នឹងបានខ្យងហើយខ្ញុំយកមកត្រាំវា2យប់បងប្អូនដើម្បីឲ្យអាចអស់នោមអញ្ចឹងណាបន្ទាប់មកហ្នឹងក៏យើងយកវាមកធ្វើហើយសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើខ្យងចំហុយខ្ទិះដូងបងប្អូនព្រោះថាខ្យងនេះគឺវាត្រូវជាមួយនឹងខ្ទិះដូងបើសិនតែយើងធ្វើអីផ្សេងក៏វាអត់សូវឆ្ងាញ់ដែរតែបើដាក់ខ្ទិះដូងចេះនិយាយពីថាជាតិណាបងប្អូនអើយហើយខ្ញុំយកមកដោះលាងជាមួយនឹងអាចដែកដើម្បីឲ្យជ្រះកកដីកកអីអញ្ចឹងទៅហើយក៏យកវាមកកាប់គូតកាប់អីអញ្ចឹងណាបងប្អូនបន្ទាប់មកយើងបុកគ្រឿងយើងមានម្ទេសមានសណ្ដែកដីមានអីអញ្ចឹងណាមានតាំងពីស្លឹកគ្រៃល្មៀតរំដេងអីអញ្ចឹងទៅបងប្អូនយើងបុកវាឲ្យម៉ត់ហើយដាក់ទៅមួយឡែកសិនទៅបន្ទាប់ពីយើងស្រង់ខ្យងយើងចេញពីក្នុងចានដែកដែលយើងបានត្រាំវាពេលយើងកាប់គូតហើយយើងត្រូវត្រាំវាដើម្បីឲ្យជ្រុះកំតិចសម្បកវាហ្នឹងបងប្អូនបន្ទាប់មកហ្នឹងយើងស្រង់ទុកមួយឡែកហើយយើងដាក់គ្រឿងយើងបំពងអញ្ចឹងមកហើយយើងលាងអាត្បាល់នឹងបន្តិចមកដោយសារតែបុកគ្រឿងមិញហ្នឹងមានគ្រឿងជាប់ត្បាល់ជាប់អីយើងទៅស្ដាយបងប្អូនអញ្ចឹងហើយក៏លាងចាក់មកហើយបំពងគ្រឿងយើងតល់ទៅឈ្ងុយហើយបន្ទាប់មកយើងដាក់ខ្យងចូលកូរខ្យងឲ្យចូលជាមួយគ្រឿងបន្តិចបន្ទាប់មកដាក់ខ្ទិះដូងចូលហើយដាក់ជាមួយនឹងរ៉ូឌីបន្តិចប៊ីចេងបន្តិចមកបងប្អូនហើយបន្ទាប់មកហ្នឹងយើងទុកឲ្យវាពុះតាមមួយផ្លែតទៅគឺវាឆ្អិនហើយព្រោះថាខ្យងយើងអត់ចាំបាច់ទុកយូរទេទុកតែឲ្យវាចូលជាតិឲ្យចូលគ្រឿងចូលខ្ទិះដូងចូលអីជាមួយនឹងខ្យងអញ្ចឹងទៅវាជាតិឆ្ងាញ់តែម្ដងណាបន្ទាប់ពីដាក់គ្រឿងដាក់អីរួចរាល់ហើយហ្នឹងទុកឲ្យវាពុះហើយដាក់ម្ទេសថែមពីលើទៀតភ្លក់មើលអូយរសជាតិវាឆ្ងាញ់មែនណាបងប្អូនអើយនិយាយពីថាឈ្ងុយក្លិនឈ្ងុយវិញគឺឈ្ងុយខ្លាំងមែនតែម្ដងបងប្អូនហើយបន្ទាប់មកហ្នឹងក៏យើងដួសដាក់ចានដាក់អីមកដើម្បីយកមកហូបអញ្ចឹងណានិយាយពីថាដាក់មួយម៉ាត់ទៅជាតិណាបងប្អូនអើយមកបងប្អូនហូបជាមួយប្រាទាំងអស់គ្នាជាតិណាបងប្អូនមហាសែនជាតិតែម្ដងថ្ងៃហ្នឹងគឺខ្ញុំហូបបាយអស់ឡើងមួយចានធំតែម្ដងបងប្អូនគឺឆ្ងាញ់មែនតែន